នាជាស្រីកាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសព្វថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់នឹងយកសហាយធ្វើប្តីហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអ្វីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជធូបទៀនហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាថាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោរឲ្យប្តីនាងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលទៅផ្ទះវិញរកទិញបានមេមាន់ក្រាបមួយសម្បុកស្ងោរទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយលុះដល់ប្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសួរថាគេអើយបានអីស៊ីបាយនឹងមេនោះឆ្លើយថាខ្ញុំបានមេមាន់នឹងពងក្រាបមួយសម្បុកស្ងោរទុកឲ្យអ្នកប្តីថារៀបបាយមកស៊ីអញ្ចឹងប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមាន់ក្រាបមកឲ្យប្តីស៊ីអស់ហើយធ្វើជាឈឺដេកធ្ងោហឺអណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតឮធ្ងោហឺឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្នុងពាងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីក្នុងពាងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអរណាស់ត្បិតត្រូវនឹងពាក្យដែរអ្នកតាបន់លុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់បានមួយក្អមមកយកមកលាយនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រើដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដើរទៅលើកទឹកពុះមួយខ្ទះនោះយកទៅស្រោចលើសហាយដែលនៅក្នុងពាងនោះស្លាប់ទៅហើយចូលទៅដេកវិញធ្វើជាធ្ងោហឺទៀតមេនោះវិលពីដងទឹកវិញមើលទៅឃើញសហាយត្រូវទឹកក្តៅរួញសរសៃដោយគេដកចេញពីពាងមកក៏អោនខ្សឹបថាអ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងល់ដដែលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លឹកត្រចៀករលេះជ្រុះទាំងសក់មើលបានដឹងថាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពាងមកគ្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏មិនស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដេកទៅលុះ
ព្រឹកប្រហៀមឡើងមេនោះពុំដឹងបើគិតដូចម្ដេចនឹងយកខ្មោចឲ្យរួចចេញផុតពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលបលួចអីវ៉ាន់អ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រៃឲ្យបានគិតហើយក៏ដើរខ្ចីសម្ពុតហូលអាវប្រែកគេយកមកហោលជុំវិញផ្ទះឯចោលទាំង4នាក់នោះឃើញហើយគិតស្មានថាមេនោះមានណាស់តើយប់នេះយើងទៅលបលួចវាឲ្យបានពុំខានសពថ្ងៃយើងស្មានថាវាជាអ្នកក្រមេនោះក៏ហាលសម្ពុតហូលអាវប្រែកនោះលុះដល់ពេលល្ងាចយកទៅជូតគេវិញហើយយកខ្សែរឹតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចោលចូលលួចមកខ្សែងយកទៅឯចោលទាំង4នាក់លុះយប់ក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រទះឃើញតែពីងមួយចងមាត់ជាប់បើកពុំរួចចោលទាំង4នាក់និយាយគ្នាថារបស់អស់នេះវាដាក់ក្នុងពីងនេះហើយបើដូច្នេះត្រូវតែសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រៃឆ្ងាយក៏ស្រាយលូកមើលអាមួយលូកដៃទៅត្រូវសក់វើយសោតដកដៃចេញអាមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកត្រូវច្រមុះស្រែកថាវើយខ្មោចទេអាមួយមិនជឿលូកដៃទៀតត្រូវដើមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ត្បិតមេនោះបញ្ឆោតឲ្យសែងខ្មោចចោលបានចោលទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើឃើញវាដើរទៅណាតែម្នាក់ឯងត្រូវគ្នាយើងចោមរោមចាប់វាវាយឲ្យវារៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពុងរកទិញអីវ៉ាន់ត្បិតមានសំពៅទៅបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចោលទាំង4នាក់នោះចោលឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណាហើយអ្នកបើអ្នកវីខ្ញុំក៏អត់ប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីនាយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បានចែកគ្នាចាយលេងចោលទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចោលទាំង4នាក់ថាអ្នកឈរចាំខ្ញុំនៅលើជ្រាំងចុះបើកាលណាឃើញខ្ញុំបោយដៃនោះអ្នកនាំគ្នាចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចោលទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសំពៅលក់ចោលទាំង4នាក់វាថាចោលនោះជារបស់វាហើយចង្អុលបង្ហាញនាយសំពៅថានោះណវាទាំង4នាក់បើវាចុះមកខ្ញុំឡើងទៅលើគោកសូមអ្នកចាប់ដាក់ច្រវាក់វាឲ្យជាប់ទៅកុំឲ្យវារត់បាននាយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់លក់តម្លៃប៉ុន្មានមនុស្សថាម្នាក់2ណែលនាយសំពៅ1ណែលកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបក់ដៃហៅចោលទាំង4នាក់ចោលទាំង4នាក់គិតស្មានថាវាហៅទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសំពៅប្រើមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រອບផ្លូវនោះឯចោលទាំង4នាក់លុះនាយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាមេនេះហៅពេញជាប្រាជ្ញាធំវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចោលទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើគោករត់មកទាំងយប់នោះជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេក
ចៅ3នាក់ឡើងទៅដេកលើមេឃដោយខ្លួន2គ្នាចៅម្នាក់ទៀតឡើងទៅក៏ជួបនាងនោះនៅលើចុងឈើហើយចៅនោះថាអើហងឯងស្លាប់ហើយម្ដងនេះហងឯងធ្លាប់បញ្ឆោតយើងឥឡូវហងឯងរត់ទៅណារួចហើយចៅនោះក៏បានវាយនាងនោះទៅ